សួស្តីបងប្អូនទាំងអស់គ្នាសម្រាប់វីដេអូមួយនេះខ្ញុំនឹងធ្វើការចែករំលែកបងប្អូនទាំងអស់គ្នាពីរបៀបក្នុងការលុប account Facebook ចេញអញ្ចឹងដើម្បីយើងធ្វើការលុបបានជាដំបូងគ្រាន់តែធ្វើការចូលជាមួយនឹង Facebook ហើយយើងចុចទៅលើ profile របស់យើងមកបន្ទាប់មកយើងចុចទៅលើពាក្យថា setting and privacy បាទរួចយើងធ្វើការចុចទៅលើពាក្យថា setting ហើយបន្ទាប់មកទៀតបងប្អូនចុចទៅលើពាក្យថា account center អញ្ចឹងយើងចុចមកត្រង់ចំណុចហ្នឹងមកហើយត្រង់ចំណុចខាងក្រោមនេះបងប្អូនណាអញ្ចឹងបងប្អូនត្រូវស្វែងរកពាក្យថា personal detail បាទត្រង់ចំណុចហ្នឹងណាអូខេអញ្ចឹងខ្ញុំនឹងបង្ហាញបងប្អូនត្រង់ចំណុចនេះបាទ personal detail អញ្ចឹងយើងចុចលើហ្នឹងមកបាទអូខេច្រឡំបងប្អូនណាអធិស្ឋានចេញមកវិញបាទត្រង់ចំណុចហ្នឹងយក personal detail បាទអញ្ចឹងបន្តមកទៀតបងប្អូនមើលត្រង់ចំណុចខាងក្រោមដែលគេដាក់ថា ownership and control បាទរួចយើងចុចទៅលើពាក្យថា deactivation or deletion បាទអញ្ចឹងយើងចុចត្រង់ចំណុចហ្នឹងមករួចហើយបងប្អូនចុចទៅលើឈ្មោះរបស់យើងណាឈ្មោះ Facebook របស់យើងខាងលើហ្នឹងហើយបន្តមកទៀតចុចចំណុចខាងក្រោមដែលគេដាក់ថា delete account បាទអញ្ចឹងបងប្អូនចុចត្រង់ចំណុចហ្នឹងមកហើយយើងចុចពាក្យថា delete អញ្ចឹងនៅពេលដែលយើងចុចធ្វើការ delete មកដល់ត្រង់ចំណុចនេះគឺវានឹងបង្ហាញយើងហើយវាមានទាំង page អញ្ចឹងនៅពេលដែលយើង delete គឺវាបាត់បង់ទាំង page ដែរអញ្ចឹងណាបងប្អូនបាទអញ្ចឹងយើងចុចពាក្យ continue មកហើយត្រង់ចំណុចនេះគឺវានឹងបង្ហាញឲ្យយើងសិនមុនពេលដែលយើងលុបណាវាមានចំណុចច្រើនដែលតកតងជាមួយនឹងការលុប Facebook របស់យើងចឹងបងប្អូនអាច select មួយណាក៏បានដែរសម្រាប់ខ្ញុំជ្រើសរើសត្រង់ចំណុច my account was hacked ចឹងបន្ទាប់ពីយើងធ្វើការចុចត្រង់ចំណុចហ្នឹងហើយយើងចុចពាក្យថា continue មកហើយបន្តទៅទៀតវាសួរយើងបញ្ជាក់បន្ថែមទៀតហើយចឹងបងប្អូនចុច continue បន្តទៀតមកបន្ទាប់មកទៀតបងប្អូន scroll មកក្រោមមកផុតមកយើងចុចពាក្យ continue អញ្ចឹងត្រង់ចំណុចនេះនៅពេលដែលយើងចុច continue វាទាមទារយើងវាយលេខកូដនៅពេលដែលយើងវាយលេខកូដឬក៏លេខសម្ងាត់ចូលទៅក្នុង Facebook ហើយគឺវានឹងបង្ហាញឲ្យយើងបែបនេះហើយអញ្ចឹងត្រង់ចំណុចនេះយើងគ្រាន់តែធ្វើការចុចទៅលើពាក្យថា delete account គឺ Facebook របស់យើងនឹងត្រូវបានលុបចេញហើយបញ្ជាក់បន្តិចត្រង់ចំណុចហ្នឹងគឺរយៈពេល30ថ្ងៃបើសិនជាចង់បានយកមកវិញគឺរយៈពេលតែត្រឹម30ថ្ងៃទេបើសិនជាលើសហ្នឹង account Facebook របស់បងប្អូនហ្នឹងគឺអាចយកមកវិញបានទេបាទអរគុណច្រើនវីដេអូគឺមានត្រឹមតែប៉ុណ្្នឹងទេជម្រាបលា